អស់រយៈពេលជាង2ឆ្នាំក្រោយពីសង្គ្រាមលោកលើកទី2បានចាប់ផ្ទុះឡើងសហរដ្ឋអាមេរិកបានព្យាយាមរក្សានយោបាយឯកោនិយមរបស់ខ្លួនដោយព្យាយាមមិនប្រឡូកខ្លួនចូលទៅក្នុងសង្គ្រាមក៏ប៉ុន្តែការប្រជុំមកដាក់គ្នាជាមួយជប៉ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាពិសេសនៅចិននិងអាស៊ីអាគ្នេយ៍បានរុញសហរដ្ឋអាមេរិកឲ្យខិតកាន់តែជិតមាត់ជ្រោះសង្គ្រាមពីមួយថ្ងៃទៅមួយថ្ងៃនៅពាក់កណ្ដាលឆ្នាំ1941នៅក្រៅពេលដែលជប៉ុនចូលឈ្លានពានកាន់កាប់តំបន់ឥណ្ឌូចិនដែលនៅពេលនោះគឺជាដែនដីអាណានិគមរបស់បារាំងសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើជប៉ុនដែលធ្វើឲ្យជប៉ុនបាត់បង់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការដោះដូរពាណិជ្ជកម្មអន្តរជាតិព្រមទាំងបាត់បង់ប្រភពផ្គត់ផ្គង់ប្រេងស្ទើរតែទាំងស្រុងក្រៅពីបានចរចាជាមួយសហរដ្ឋអាមេរិករាប់ខែតែគ្មានដំណោះស្រាយនៅខែវិច្ឆិកាឆ្នាំ1941Hideki Tojo នាយករដ្ឋមន្ត្រីជប៉ុនក៏បានសម្រេចធ្វើសង្គ្រាមជាមួយអាមេរិកនៅថ្ងៃទី25វិច្ឆិកាកងទ័ពជើងទឹកជប៉ុនបានធ្វើដំណើរចេញពីបន្ទាយដើម្បីឆ្ពោះទៅបើកការវាយប្រហារលើអាមេរិកសហរដ្ឋអាមេរិកដែលអាចបំបែកកូដលួចអានសារសម្ងាត់របស់ជប៉ុនតាំងពីយូរមកហើយនោះបានដឹងតាំងពីដើមខែវិច្ឆិកាមកថាជប៉ុនកំពុងតែរៀបចំសកម្មភាពធ្វើសង្គ្រាមមកលើអាមេរិកក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយអាមេរិកមិនបានដឹងទេថាតើជប៉ុនគ្រោងបើកការវាយប្រហារទៅលើទីតាំងណាមួយពិតប្រាកដជប៉ុនវិញជប៉ុនបានព្យាយាមលាក់ការសម្ងាត់យ៉ាងជិតបំផុតពីព្រោះថាមេតបជប៉ុនដឹងថាគន្លឹះនៃជោគជ័យគឺការលួចវាយឆ្មាក់ដោយមិនឲ្យអាមេរិកដឹងខ្លួនជាមុនទិសដៅដែលជប៉ុនគ្រោងធ្វើការវាយប្រហារគឺមូលដ្ឋានទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកដែលមានទីតាំងនៅ Pearl Harbor រដ្ឋ Hawaii ចម្ងាយប្រមាណជាង 6,000 គីឡូម៉ែត្រពីប្រទេសជប៉ុននៅក្នុងយុទ្ធសាស្ត្រទ័ពរបស់ជប៉ុនការកំទេចមូលដ្ឋានទ័ព Pearl Harbor គឺជាចំណុចគន្លឹះនៅក្នុងការឈានទៅត្រួតត្រាមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីធ្វើយ៉ាងណារារាំងសហរដ្ឋអាមេរិកកុំឲ្យចូលមករំខានសកម្មភាពឈ្លានពានរបស់ជប៉ុននៅក្នុងតំបន់អាស៊ីតាមគម្រោងការរបស់ជប៉ុនក្រោយពីបើកការវាយប្រហារលើ Pearl Harbor បានសម្រេចហើយកងទ័ពជប៉ុននឹងបើកការវាយប្រហារភ្លាមៗក្នុងពេលតែមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយឲ្យកងទ័ពជប៉ុនប្រចាំនៅតំបន់ឥណ្ឌូចិនបើកការវាយប្រហារចាក់ចូលតាមប្រទេសថៃដើម្បីចូលឈ្លានពានដែនដីអាណានិគមរបស់អង់គ្លេសនៅភូមានិងម៉ាឡេស៊ីដែនដីអាណានិគមរបស់ហូឡង់នៅឥណ្ឌូនេស៊ីនិងប្រទេសហ្វីលីពីនដែលនៅពេលនោះស្ថិតនៅក្រោមអាណាព្យាបាលរបស់សហរដ្ឋអាមេរិកមូលដ្ឋានទ័ពជើងទឹក Pearl Harbor ព្រឹកថ្ងៃទី7ខែធ្នូឆ្នាំ1941គឺត្រូវជាថ្ងៃអាទិត្យដោយសារតែនៅពេលនោះអាមេរិកមិនស្ថិតនៅក្នុងស្ថានភាពសង្គ្រាមទាហាននៅ Pearl Harbor ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកនៅថ្ងៃអាទិត្យដោយទុកតែមួយចំនួនតូចឲ្យនៅយាមប្រចាំការម៉ោង7ព្រឹកទាហានដែលប្រចាំការនៅមុខរ៉ាដាការពារដែនអាកាស Hawaii បានកត់សម្គាល់ឃើញយន្តហោះយ៉ាងច្រើនសន្ធឹកសន្ធាប់ហោះនៅក្នុងល្បឿនយ៉ាងលឿនពីទីសមុទ្រសម្ដៅមក Pearl Harbor ក៏ប៉ុន្តែមេបញ្ជាការទទួលបន្ទុករ៉ាដាបានប្រាប់កូនទាហានថាកុំឲ្យមានការភ្ញាក់ផ្អើលដោយគិតថាយន្តហោះដែលរ៉ាដាចាប់បាននោះគឺជាយន្តហោះចម្បាំងដែលគេបញ្ជូនពីអាមេរិកដីគោកហើយដែលតាមគម្រោងនឹងត្រូវមកដល់ Pearl Harbor នៅថ្ងៃអាទិត្យនោះក៏ប៉ុន្តែតាមពិតយន្តហោះទាំងអស់នោះគឺជាយន្តហោះចម្បាំងរបស់ជប៉ុនដែលមានសរុបទាំងអស់ចំនួនជាង400គ្រឿងចែកចេញជា3ក្រុមហោះចេញពីនាវាផ្ទុកយន្តហោះចំនួន6គ្រឿងអមទៅដល់នាវាចម្បាំងតូចធំគឺជាសរុបចំនួនជិត50គ្រឿងសម្ដៅទៅធ្វើការវាយប្រហារលើ Pearl Harbor យន្តហោះចម្បាំងក្រុមទី1របស់ជប៉ុនបានចាប់បើកការវាយប្រហារទៅលើ Pearl Harbor នៅម៉ោងប្រមាណជា8ព្រឹកបន្តកន្ទុយជាប់គ្នាដោយក្រុមទី2និងក្រុមទី3ដោយមិនឲ្យអាមេរិកមានពេលអាចតដៃទាន់90នាទីក្រោយមកប្រតិបត្តិការវាយប្រហារលើ Pearl Harbor ត្រូវបញ្ចប់ហើយកងទ័ពជប៉ុនក៏បានដកថយចេញទៅវិញភ្លាមដោយបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់កងទ័ពអាមេរិកទោះជាសរុបការវាយប្រហាររបស់ជប៉ុនបានបណ្ដាលឲ្យខូចខាតនាវាចម្បាំងអាមេរិកចំនួន18គ្រឿងយន្តហោះចម្បាំងជិត300គ្រឿងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើនផ្សេងទៀតហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺការបាត់បង់ជីវិតទាហានប្រមាណជិត 2,500 នាក់និងជាង 1,000 នាក់ផ្សេងទៀតត្រូវរងរបួស
ก็ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយការវាយប្រហារទៅលើ Pearl Harbor ត្រូវបានគេចាត់ទុកថាជាបរាជ័យខាងផ្នែកយុទ្ធសាស្ត្រដ៏ធំមួយសម្រាប់ជប៉ុនបរាជ័យនៅក្នុងន័យថាជប៉ុនមិនអាចកំទេចទ័ពជើងទឹកអាមេរិកប្រចាំមហាសមុទ្រ Pacific បានទាំងស្រុងដោយការចង់បានដោយសារតែជប៉ុនមិនអាចកំទេចឃ្លាំងស្តុកប្រេងនិងគ្រឿងសព្វាវុធព្រមទាំងរោងជាងសម្រាប់ជួសជុលនាវានៅ Pearl Harbor លើពីនេះទៅទៀតជប៉ុនក៏មិនអាចកំទេចនាវាចម្បាំងសំខាន់ៗរបស់អាមេរិកជាពិសេសនាវាផ្ទុកយន្តហោះធំៗជាច្រើនគ្រឿងដោយសារតែនាវាចម្បាំងទាំងនោះមិនស្ថិតនៅក្នុងបន្ទាយនៅព្រឹកថ្ងៃអាទិត្យទី7ធ្នូនោះនៅទីបំផុតទៅការវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹកនៅ Pearl Harbor មិនអាចធ្វើឲ្យជប៉ុនត្រួតត្រាមហាសមុទ្រ Pacific ដោយដែលជប៉ុនរំពឹងទុកនោះទេក៏ប៉ុន្តែផ្ទុយទៅវិញតាមរយៈការវាយប្រហារនេះជប៉ុនគឺបានដាស់យ៉ាក់ឲ្យភ្ញាក់ពីដំណីជាង2ឆ្នាំក្រោយពីសង្គ្រាមលោកលើកទី2បានចាប់ផ្ទុះឡើងជាង2ឆ្នាំក្រោយពីមានការប្រទីងប្រទង់គ្នានៅក្នុងចំណោមសាធារណមតិអាមេរិកដែលអ្នកខ្លះចង់ឲ្យអាមេរិកចូលប្រឡូកក្នុងសង្គ្រាមដើម្បីជួយសម្ព័ន្ធមិត្តឯមួយផ្នែកធំទៀតទាមទារឲ្យអាមេរិករក្សាខ្លួនអព្យាក្រឹតដើម្បីបញ្ជៀសខ្លួនពីសង្គ្រាមក៏ប៉ុន្តែនៅទីបំផុតទៅគឺចក្រភពជប៉ុនតាមរយៈការវាយប្រហារលើ Pearl Harbor ដែលបានទាញប្រជាជនអាមេរិកឲ្យមូលមាត់គ្នាតែមួយគឺមូលមាត់គ្នាក្នុងការធ្វើសង្គ្រាមនៅថ្ងៃទី8ធ្នូមួយថ្ងៃក្រោយការវាយប្រហារលើ Pearl Harbor ប្រធានាធិបតីអាមេរិកគឺលោក Franklin Roosevelt បានសុំឲ្យសភាពេញអង្គអាមេរិកប្រកាសសង្គ្រាមលើជប៉ុនសេចក្តីប្រកាសសង្គ្រាមដែលសភាអាមេរិកប្រកាសភ្លាមនៅថ្ងៃដដែលនោះ I ask that the Congress declare that since the unprovoked and dastardly attack by Japan on Sunday, December 7th, 1941, a state of war has existed between the United States and the Japanese Empire. 3 ថ្ងៃក្រោយមកទៀតអាល្លឺម៉ង់និងអ៊ីតាលីដែលស្ថិតនៅក្នុងបកសម្ព័ន្ធត្រីភាគីជាមួយនឹងជប៉ុនក៏បានប្រកាសសង្គ្រាមតបមកលើអាមេរិកវិញដែរសហរដ្ឋអាមេរិកក៏បានឈានជើងចូលទៅក្នុងសង្គ្រាមលោកលើកទី2ជាផ្លូវការ